អត់គូពិសេសទី3ទឹកទី1មាសចេស្តាបកុលក្រហមបកុលខៀវរិទ្ធសេនាបុយបេនបាទឈ្មោះបុយបេនបាទឈ្មោះប្លែកបាទម្ដាយឆ្វេងទាត់ស្ដាមរបស់ចេស្តាសៀមរាបកំពង់ធំផ្លូវតែមួយឯងបាទធាក់ស្ដាំបីស្ដាំសងវិញមកបង្ហាញសមត្ថភាពឲ្យបងប្អូននៅខាងស្វាយរៀងបានទស្សនាទាត់ឆ្វេងទាត់ឆ្វេងទៅខោបាទវិលមកចុះទាត់ស្ដាំសងវិញបីស្ដាំរបស់បុយបេនបាទឆ្វេងទៅស្ដាំខោបីឆ្វេងមួយទៀតសងឆ្វេងស្ដាំវិញរបស់បុយបេនបាទស្ដាំបាទតម្រង់ពោះទៅខាងក្រោមចូលធាក់ឆ្វេងចូលឆ្វេងថែមស្ដាំរបស់បុយបេនទាត់ស្ដាំសងវិញរបស់ចេស្តាទឹកទី1ទាត់ឆ្វេងលេខជគុណរៃបីឆ្វេងថែមមួយទៀតឆ្វេងរបស់ចេស្តាឆ្វេងរបស់ចេស្តាបាទកណ្ដាប់ដៃឆ្វេងសងវិញទាត់ឆ្វេងរបស់ចេស្តាបាទចូលឆ្វេងអូយ1បាទកំដាប់ដៃឆ្វេងនេះអប់តែម្ដងពេញទៅមុខ4បាទឥឡូវបាទបុយបេនបាទកាប់មុខទៅហើយបាទមួយដៃនេះពេញល្អណាស់បាទនេះបាទព្យាយាមបិទមុខបាទប៉ុន្តែបាទវាយចូលប្រឡោះដៃមកនេះញាក់អាស្ដាំបាទចូលអាឆ្វេងបាំងក្រឹបគៀននឹងតែម្ដងបាទនេះគេថាវាយអប់នឹងម្ដងបាទអូយបាទមួយដៃនេះរកផ្លូវទៅសៀមរាបលែងចង់ឃើញបាទគាត់ព្យាយាមបិទដែរបាទប៉ុន្តែចូលកណ្ដាប់ដៃរបស់ចេស្តាបាទគាត់ខ្ទប់មុខបាទដល់ពេលខ្ទប់មុខចូលប្រឡោះដៃបាទគូនេះលឿនបាទសម្រាប់បងប្អូននេះពុបចូលអាឆ្វេងនេះបាទគឺនៅក្រឹបនឹងតែម្ដងបាទដោយការយកចិត្តទុកដាក់ជួយគ្រាផងនោះបងប្អូនឥឡូវនេះសូមទះដៃលើកទឹកចិត្តដល់បង្គោលខៀវរិទ្ធសេនាបុយបេនអ្នកសៀមរាបបាទស្កាត់មកពីសៀមរាបស្រឡាញ់ណាស់បាទក្នុងការប្រកួតប្រជែងបុយបេននេះគឺបាទគឺជាកីឡាករដែលស៊ូទ្រាំបាទធ្វើការហ្វឹកហាត់យ៉ាងស្វិតស្វាញជាមួយលោកគ្រូជារិទ្ធបាទតែស៊ូមិនរួចជាមួយនឹងកូនសិស្សរបស់លោកគ្រូមាសម៉ាដូច្នេះតាមរយៈការផ្ដួលគូប្រកួតឲ្យសន្លប់នៅក្នុងទឹកទី1ជ័យជំនះបានទៅលើបង្គោលក្រហមមាសចេស្តា